ខ្ញុំរត់មកដល់ពេលនេះខ្ញុំកំពុងធ្វើដំណើរនៅក្នុងប្រទេសអាហ្គានីស្ថានហើយគឺមានគោលដៅឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់គឺធ្វើដំណើរទៅកាន់ព្រំដែនប្រទេសអាហ្គានីស្ថាននិងអ៊ីរ៉ង់ណាហើយឥឡូវនេះកំពុងស្ថិតនៅក្នុងទីក្រុងមួយឈ្មោះហារ៉ាត់ហើយมันឆ្ងាយទៀតទេគឺ200គីឡូម៉ែត្រជាងទៀតខ្ញុំនឹងទៅដល់ព្រំដែនប្រទេសអ៊ីរ៉ង់ហើយស្ថានភាពនៅក្នុងប្រទេសអាហ្គានីស្ថានគឺត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីកងទ័ពតាលីបង់គឺពីតំបន់មួយទៅតំបន់មួយពួកគាត់តែងតែសួរនាំព័ត៌មានខ្ញុំហើយនឹងឆែកឆេរខ្ញុំផងដែរប៉ុន្តែក្រុមតាលីបង់ខ្លះគឺពួកគាត់ស្វាគមន៍ណាពួកគាត់រស់រាយរាក់ទាក់ស្វាគមន៍ធម្មតាទេអញ្ចឹងស្ថានភាពមើលទៅដូចជាមានសុវត្ថិភាពទេមិនអាក្រក់ពេកទេទីក្រុងមួយទៅទីក្រុងមួយគឺអត់ទៅមានការអភិវឌ្ឍទេគឺ local ហើយវាទៅលំបាកនៅក្នុងប្រទេសអាហ្គានីស្ថានហើយខ្ញុំមានការក្តុកក្តួលមែនទែនដោយសារមានបានឃើញស្ត្រីហើយនិងក្មេងៗពួកគាត់មានការលំបាកមែនទែនហើយឆ្លៀតឱកាសហ្នឹងឆ្លើយសំណួរទៅខាងដៃគូសហការរបស់កម្មវិធីជីវកម្មខ្មែរកម្ពុជាគឺ One Idea ដែលជា media partner របស់ពួកយើងហើយពួកគាត់បានសួរសំណួរមួយចំនួនជាពិសេសស្ថានភាពដែលខ្ញុំបានឆ្លើយមិញហ្នឹងគឺស្ថានភាពរបស់ខ្ញុំគឺកំពុងតែនៅក្នុងប្រទេសអាហ្គានីស្ថានហើយពេលខ្លះក៏លំបាកលំបិនដែរដោយសារវាជាតំបន់មួយដែលខ្ញុំជិះដាច់ស្រយាលខ្លាំងពិបាករកផ្ទះសំណាក់ឬក៏ហូតែលមែនតើហើយខ្ញុំបានបោះមូលដ្ឋានបោះជំរំនៅវាខ្សាច់ដេកពេលដែលខ្ញុំរើកន្លែងអត់បានណាហើយខ្យល់នៅទីនេះគឺមានអាកាសធាតុត្រជាក់មិនខុសពីតំបន់អាស៊ីកណ្ដាលទេតំបន់ខ្លះដល់ទៅ6អង្សាសេនោះហើយតំបន់ខ្លះគឺមានភ្លៀងហើយតំបន់ខ្លះគឺមានខ្យល់បក់ដូចនៅវាខ្សាច់អញ្ចឹងខ្សាច់ហោះមកពេញអាកាសតែម្ដងអញ្ចឹងខ្ញុំបានបោះមូលដ្ឋានដេកនៅវាខ្សាច់គឺមានជួបខ្យល់ព្យុះយកមកដំណឹងមកអត់ថាណាម្ដងដូរទៅដែរម្ដងវាបោកមកពីខាងណាម្ដងវាបោកមកពីខាងលំបាកមែនតើហើយពួកគាត់សួរថាថវិកាដែលប្រមូលបានក្នុងពេលបច្ចុប្បន្ននេះបានប៉ុន្មានហើយគឺប្រភពចំណូលដែលយើងទទួលបានពីសប្បុរសជនគឺមាន2ប្រភពទី1គឺយើង account ដែលយើងបង្កើតរួមរវាងមន្ទីរពេទ្យកុមារអង្គរនិងថេបផាសដែលខ្ញុំតែងតែដាក់នៅក្រោមវីដេអូនៃបេសកកម្មដើម្បីកុមារកម្ពុជាហើយនិងប្រភពមួយទៀតគឺរបស់មន្ទីរពេទ្យកុមារអង្គរផ្ទាល់គឺពួកគាត់បានធ្វើការមួយខ្ញុំបង្កើតជា link មួយដើម្បីឲ្យសប្បុរសជននៅ overseas នៅបរទេសគាត់បរិច្ចាគអញ្ចឹងបើខ្ញុំបូកចូលគ្នាប្រភពទាំងពីរហ្នឹងគឺពួកយើងទទួលបានឈិត$10,000ហើយគឺជាង$90,000ក្នុងដែលធៀបជាមួយ target របស់យើងគោលបំណងរបស់យើងដែលយើងចង់បាន$25,000អញ្ចឹងបានច្រើនគួរសមមកដល់ពេលនេះហើយពួកគាត់ក៏មានសំណួរផងដែរអំពីគម្រោងនៃការជិះកង់របស់ខ្ញុំតើមានការផ្លាស់ប្ដូរឬក៏ធ្វើដំណើរទៅតាមគម្រោងគឺដៃដនគឺមានមនុស្សសំខាន់នៅទីនោះគឺ my brother គឺ close friend very close friend គាត់ស្នាក់នៅគាត់រស់នៅហើយនឹងធ្វើចំនួននៅទីក្រុងឌូបៃអញ្ចឹងគាត់បាន invite ខ្ញុំឲ្យទៅទីក្រុងឌូបៃដូច្នេះគម្រោងរបស់ខ្ញុំគឺខ្ញុំអត់ជិះត្រង់ទៅប្រទេសទូគីទេគឺខ្ញុំ turn ជិះទៅភូមិភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ពេលដែលចេញពីអាហ្គានីស្ថានទៅគឺខ្ញុំជិះទៅរដ្ឋធានីនៃប្រទេសអ៊ីរ៉ង់គឺ Tehran ហើយនឹងបត់ទៅខាងត្បូងគឺទៅឈុងសមុទ្រ Persian ដើម្បីខ្ញុំមានលទ្ធភាពនៅតំបន់ហ្នឹងគឺមាននាវាចរាចរណ៍នាវាចរគឺខ្ញុំអាចទិញសំបុត្រដាក់កង់ខ្ញុំនៅលើនាវាចរជិះឆ្លងតាមឈុងសមុទ្រ Persian ឆ្ពោះទៅកាន់ទីក្រុងឌូបៃនៃប្រទេស United Arab Emirates អរចាមែនតើអញ្ចឹងគម្រោងរបស់ខ្ញុំគឺផ្លាស់ប្ដូរហើយគឺខ្ញុំអត់ជិះត្រង់ទៅប្រទេសទូគីទេគឺខ្ញុំនឹងឆ្លងធ្វើដំណើរឆ្លងតាម Arabian Sea ទៅទីក្រុងឌូបៃហើយវានឹងមានការធ្វើដំណើរវែងឆ្ងាយជាងមុនគឺដល់ពេលដែលខ្ញុំទៅដល់ឌូបៃគឺគម្រោងរបស់ខ្ញុំគឺខ្ញុំនឹងជិះកង់ឆ្លងពីប្រទេសអ៊ីមរ៉េតហ្នឹងទៅសាអូឌីអារ៉ាប៊ីឆ្លងតាមវាខ្សាច់សមុទ្រខ្សាច់ហើយនឹងទៅប្រទេសអ៊ីរ៉ាក់មុននឹងចូលទៅដល់ប្រទេសថឺគីហើយថឺគីបានជាព្រំដែនរវាងប្រទេសទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបហើយឆ្លៀតឱកាសមួយហ្នឹងគឺសូមថ្លែងអំណរគុណសប្បុរសជនខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលបានជួយគាំទ្រតាំងពីដំបូងមកដល់ពេលនេះហើយជាពិសេសបានបរិច្ចាគថវិកាជាច្រើនមកជួយបេសកកម្មជីវកម្មកុមារកម្ពុជាមានន័យថាជួយដល់កុមារកម្ពុជាជាច្រើននៅក្នុងមន្ទីរពេទ្យដល់ទៅ2គឺមន្ទីរពេទ្យគុណធម៌ផាននិងមន្ទីរពេទ្យកុមារអង្គរជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចជួបខ្ញុំនៅវីដេអូក្រោយបាយបាយ